បាទបន្ទាប់ពីយើងមានសង្គ្រាមនៅទ្វីបអារ៉ាប់ដែលគ្រាប់ខ្លោងរវាងអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលនៅតែមានបន្តជាប់ជាប្រចាំថ្លៃប្រេងកាតប្រេងសាំងនៅក្នុងពិភពលោកឡើងថ្លៃខ្ពស់បើទោះបីជាពិភពលោកកំពុងតែបញ្ចេញប្រេងបម្រុងទុកយ៉ាងណាក៏ដោយនេះអញ្ចឹងដល់ពេលអ្វីៗទាំងអស់នេះកំពុងតែក្តៅកគុកយ៉ាងហ្នឹងហេតុអីក៏ហាងឆេងនេះមិនបានឡើងកម្ដៅដូចគ្នានឹងសោះហើយផ្ទុយទៅវិញមែនតើទៅគឺសម្រាប់អ្នកវិនិយោគទុនទីផ្សារអន្តរជាតិវិញគេនាំគ្នាទៅប្រមូលទិញដុល្លារទិញ US government bond វិញហេតុអីតើគេជឿទៅលើ government bond របស់អាមេរិកហ្នឹងខ្លាំងជាងមាសទៀតឬមួយក៏យ៉ាងម៉េចឬមួយក៏វាមានបញ្ហាដែលថាយើងថា deep មែនតើហ្មងដែលយើងចង់គិតពិចារណារឿងហ្នឹងបាទអញ្ចឹងបាទជាថ្មីម្ដងទៀតហ្នឹងខ្ញុំបាទឈ្មោះ Galda ហ្នឹងខ្ញុំសូមស្វាគមន៍ប្រិយមិត្តយើងទាំងអស់គ្នាមកកាន់កម្មវិធី News Within News នេះដែលខ្ញុំថ្ងៃនេះនឹងនាំប្រិយមិត្តយើងទាំងអស់គ្នាទៅពិនិត្យមើលឲ្យស៊ីជម្រៅបន្ថែមទៀតតើហេតុអីបាននៅពេលដែលយើងពិភពលោកកំពុងតែកើតកលយុគយ៉ាងនេះហេតុអីក៏ហាងឆេងមាសនៅនឹងឬមួយក៏ពេលខ្លះចុះនេះបាទបងប្អូនទាំងអស់គ្នាមែនតើទៅមាសគឺជារបស់មួយដែលថាសម្រាប់ពិភពលោកឲ្យតែមានស្រុកកើតពេលកើតកលយុគហ្នឹងគឺគេទៅរកគាត់ជាងគេហើយបាទដោយសារអីមាសជារបស់មួយដែលសុវត្ថិភាពដែលថាយើងមិនអាចផលិតឬមួយក៏បាទដោយសារយើងមិនអាចផលិតមាសបានទេនិយាយខ្លីយ៉ាងទៅបាទអញ្ចឹងក្នុងន័យហ្នឹងដើម្បីសុវត្ថិភាពមនុស្សជាទូទៅ naturally ជាធម្មជាតិគឺតែងតែរត់ទៅរកមាសហើយក៏តែមិនមែនគ្រាន់តែរកមាសទេគឺមែនតែនទៅបើនិយាយទីផ្សារអន្តរជាតិតែម្ដងហ្មងគេរត់ទៅរកលុយដុល្លារដោយសារលុយដុល្លារគឺជារបស់មួយដែលអាចថាជារូបិយប័ណ្ណមួយដែលពិភពលោកអ្នកណាគេក៏ទទួលយកបានដែរមិនថាយើងនៅប្រទេសណាទេបើយើងមានលុយកដាស់ដុល្លារហ្នឹងយើងអាចជាទូទៅងាយស្រួលនឹងដោះដូរបាទទោះបីបើយើងនិយាយថាប្រៀបធៀប10-20 ឆ្នាំមុនលុយដុល្លារកាលមុនមានអំណាចជាងសពថ្ងៃច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែឥទ្ធិពលរបស់លុយដុល្លារនៅតែខ្លាំងអញ្ចឹងក្នុងន័យហ្នឹងពេលដែលសង្គ្រាមកាត់កលយុគប៉ុណ្ណឹងក៏ដោយក៏មនុស្សនៅតែរត់រកលុយដុល្លារហ្នឹងដែរបាទអញ្ចឹងក្នុងន័យហ្នឹងអាចថាទាំងរូបិយប័ណ្ណលុយដុល្លារហ្នឹងក៏ដូចជាមាសហ្នឹងមែនតើគឺពោពេញទៅដោយសេចក្តីត្រូវការរបស់ពិភពលោកហើយបាទក៏ប៉ុន្តែគ្រាន់ថារបស់ពីរហ្នឹងគឺអាចថាខុសគ្នាបន្តិចខុសគ្នាយ៉ាងម៉េចរូបិយប័ណ្ណជាលុយដុល្លារហ្នឹងគឺអាចថាវា more liquid ជាងវាស្រួលជាងពេលណាដែលយើងចង់ដោះដូរអីមួយជាពិសេសសម័យយើងឥឡូវនេះគឺយើងតាមរយៈ transaction តាមធនាគារតាមយើងបាញ់QR code នៅស្រុកខ្មែរយើងអីអញ្ចឹងយើងអាចងាយស្រួលនឹងវេលុយពីកន្លែងមួយទៅកន្លែងមួយបានដោយស្រួលបាទក៏ប៉ុន្តែចំណែកមាសវិញអាចថាយើងសុវត្ថិភាពយើងចង់បានកាន់ទុកនឹងមាសនឹងដៃឯងក៏ប៉ុន្តែសំណួរសូថាមនុស្សយើងសាមញ្ញធម្មតាយើងអាចដោះដូរមាសបានប៉ុណ្ណាបាទយើងមានបញ្ហារឿងហ្នឹងគឺថាយើងមិនងាយស្រួលនៅក្នុងការដឹកជញ្ជូនមាសពីកន្លែងមួយទៅកន្លែងមួយបានដោយស្រួលទេមូលហេតុហ្នឹងហើយអាចថាមានកំណត់បើយើងនិយាយទៅសេចក្តីត្រូវការដែលយើងចង់បានមាសហ្នឹងគឺនៅមានកំណត់ដោយសារតែបញ្ហាហ្នឹងជាចម្បងបាទអញ្ចឹងក្នុងន័យហ្នឹងមែនតើទៅគឺថាបើសិនជាសង្គ្រាមនៅតែបន្តអញ្ចឹងយើងនឹងឃើញថាមាសហ្នឹងនឹងមានឱកាសឡើងថ្លៃទៀតហើយបាទអញ្ចឹងគ្រាន់ថាអាចថាក្នុងពេលបច្ចុប្បន្នយើងឃើញថាតម្លៃមាសនៅនឹងធឹងដោយសារអីដោយសារគេម្នាក់បង្វែរអារម្មណ៍ទៅលើរឿងការប្រើប្រាស់លុយដុល្លារឲ្យដោយសារវាមាន liquidity ខ្លាំងខ្ពស់អញ្ចឹងទៅបាទតែបើសិនជាសង្គ្រាមនៅតែបន្តរបៀបអញ្ចឹងទៅគឺថាហាងឆេងមាសនឹងច្បាស់ជាឡើងថ្លៃហ្មងសឹងតែភ្នាល់ដែរគឺថាដឹងឡើងបន្តឡើងទៀតហើយគ្រាន់ថាចម្ងល់មិនមែនរឿងឡើងទេចម្ងល់គឺថាតើនឹងឡើងប្រមាណភាគរយបាទអញ្ចឹងមែនតើធៀបពិតជាក់ស្ដែងក្នុងពេលបច្ចុប្បន្នហ្នឹងក៏ដោយគឺ Central Bank អញ្ចឹងធនាគារកណ្ដាលនៃរបស់ប្រទេសនីមួយៗហ្នឹងជាពិសេសប្រទេសចិនប្រទេសឥណ្ឌាប្រទេសធំទាំងម្បាលហ្នឹងគឺប្រមូលទិញមាសបងប្អូនបាទទោះបីជាលុយដុល្លារគេនៅតែត្រូវការខ្ពស់អញ្ចឹងមែនក៏តែមាសនៅតែបន្តមានសេចក្តីត្រូវការអញ្ចឹងបាទអញ្ចឹងក្នុងន័យហ្នឹងគឺកុំឲ្យយកច្រឡំថាអូហាងឆេងមាសធ្លាក់ចុះអញ្ចឹងមិនវិញអញ្ចឹងណាកុំបាច់ឆ្ងល់ទេបងប្អូនគឺថាមាសដឹងតឡើងបន្តនឹងដឹងបន្តឡើងអញ្ចឹងបើយើងនិយាយមែនតើទៅគឺសង្ខេបឡើងវិញមកគឺថាសេចក្តីត្រូវការរវាងរូបិយប័ណ្ណក៏គេត្រូវការដែរហេតុអីដោយសារវាលឿនវាងាយស្រួលនឹងការផ្លាស់ប្ដូរ transfer ពីកន្លែងមួយទៅកន្លែងមួយវាងាយស្រួលបាទអញ្ចឹងក្នុងន័យហ្នឹងសេចក្តីត្រូវការនៅតែមានអញ្ចឹងក៏ប៉ុន្តែក្នុងន័យហ្នឹងគឺមាសក៏គេនៅតែត្រូវការដែរបងប្អូន
มันអាចអត់បានពីព្រោះមាសជារបស់ asset មួយដែលថាมันអាចមានអ្នកណាគេមកផលិតបានអញ្ចឹងសេចក្តីត្រូវការនៅតែមានបន្តជានិច្ចអញ្ចឹងក៏ប៉ុន្តែគ្រាន់ថាមានការពិបាកនឹងការទុកដាក់មានការលំបាកនៅក្នុងការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយអ្នកដែលអាចធ្វើអញ្ចឹងបានមានតែប្រទេសហ្មងបាទធំហ្មងក៏ប៉ុន្តែសម្រាប់យើងជាបុគ្គលវិញអាចថាមានការលំបាកអញ្ចឹងធ្វើឲ្យមាន delay period ណាមួយបាទពេលវេលាហ្នឹងវារៀង delay បន្តិចចឹងទៅបាទអញ្ចឹងក្នុងន័យហ្នឹងគឺយើង expect ថាសេចក្តីត្រូវការរបស់រូបិយប័ណ្ណរបស់លុយដុល្លារហ្នឹងគឺវាឡើងខ្ពស់ខ្លាំងណាបាទក៏តែទន្ទឹមក្នុងនេះហ្នឹងគឺថាមាសនឹងបន្តមកឡើងមកហើយគ្រាន់តែយូរឆាប់ទេបាទនឹងយើងនឹង expect ថាសេចក្តីត្រូវការរោមាសហ្នឹងគឺមិនចេះចប់មិនចេះហើយជាពិសេសហ្មងបើសិនជាសង្គ្រាមនៅតែបន្តបើសិនជាស្អែកនេះអាចថាសង្គ្រាមហ្នឹងគេឈប់បាញ់គ្នាត្រូវគ្នាវិញអីអាចថាអូខេអាហ្នឹងអាចហាងឆេងមាសនឹងគាត់នឹងស្កប់ឬមួយក៏ថាធ្លាក់ចុះវិញបាទក៏តែដរាបណានៅមានសង្គ្រាមយើងបងប្អូនមិនបាច់ចាំឆ្ងល់ទេគឺថាដឹងតែសេចក្តីត្រូវការនៅតែមានបន្តជាប់ជានិច្ចចឹងឯងហើយមែនតែនទៅគឺយើង expect ទៀតបើថាបរិษัទធម្មតាពេលយើងសង្គ្រាមអញ្ចឹងជាពិសេសសហរដ្ឋអាមេរិកហ្មងគាត់ចាយលុយច្រើនណាស់បាទដើម្បីធ្វើសង្គ្រាមហ្នឹងអញ្ចឹងរូបិយប័ណ្ណគាត់នឹងរឹងរឹតតែធ្លាក់ចុះទៀតបើទោះបីសេចក្តីត្រូវការលុយដុល្លារនៅមានខ្ពស់ប៉ុណ្ណឹងក៏ដោយក៏ប៉ុន្តែបងប្អូននឹង expect ទៅថាបើសង្គ្រាមនៅតែបន្តមានអញ្ចឹងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះបន្តទៅមុខទៀតហើយអញ្ចឹងក្នុងន័យហ្នឹងយើងត្រូវប្រយ័ត្នប្រយែងមែនទែនបើសិនជាយើងលុយដែលថាយើងកាន់ដៃនឹងខ្លួនយើងហ្នឹងយើងកាន់លុយដុល្លារច្រើនអីហ្នឹងណាគឺយើង expect ថាលុយហ្នឹងវានឹង devalue រឹងរឹតតែខ្លាំងជាងមុនទៀតបាទអញ្ចឹងសូមឲ្យមានការប្រយ័ត្នតែបើបងប្អូនមានជាមាសវិញណាយើងមិនបាច់ចាំខ្វល់អីច្រើនទេបងប្អូនបាទអញ្ចឹងជាថ្មីម្ដងទៀតនឹងខ្ញុំបាទឈ្មោះកាលដាខ្ញុំសូមអរគុណប្រិយមិត្តយើងទាំងអស់គ្នាដែលបានចូលរួមមកកាន់ទស្សនាកម្មវិធីនេះអញ្ចឹងថ្ងៃនេះខ្ញុំគ្រាន់តែចង់ឆ្លៀតឱកាសហ្នឹងគឺដើម្បីបកស្រាយឲ្យខ្លីបំផុតហ្មងដើម្បីកុំឲ្យថាបងប្អូនមានការងឿងឆ្ងល់ថាហេតុអីដល់ពេលសង្គ្រាមពងតែកើតឡើងអញ្ចឹងមាសនៅតម្លៃហាងឆេងមាសនៅនឹងក៏តែទៅជាហាងឆេងដុល្លារហ្នឹងគេត្រូវការកំពុងតែត្រូវការខ្លាំងវិញបាទអញ្ចឹងខ្ញុំចង់បកស្រាយកន្លែងអស់ហ្នឹងដើម្បីឲ្យថាបងប្អូនកុំឲ្យមានការឆ្ងល់បន្តទៅមុខទៀតតទៅថ្ងៃអនាគតយើងនិយាយខ្លីទៅរវាងបើថាឲ្យយើងជ្រើសរើសរវាងកាន់រូបិយប័ណ្ណនេះកាន់លុយដុល្លារទុកលុយដុល្លារហើយនឹងកាន់មាសវិញណាបងប្អូនយកមាសទៅមិនសូវខុសទេបាទលុយដុល្លារជាមួយថ្ងៃគឺនឹងធ្លាក់ចុះជានិច្ចក៏ប៉ុន្តែឲ្យថាតើវាធ្លាក់ចុះប៉ុណ្ណាហើយមាសនឹងឡើងប៉ុណ្ណាអាហ្នឹងគឺពិបាកនឹងឆ្លើយបងប្អូនក៏តែយើងដឹងថាជា trend ជាទំនោរវានឹងទៅជាអញ្ចឹងពេលដែលស្រុកកាលយុគមាសដឹងកម្លាំងថ្លៃឯងបងប្អូនបាទអញ្ចឹងអាហ្នឹងយើងដឹងខ្លួនឯងអញ្ចឹងទៅអញ្ចឹងយើងដើម្បីសុវត្ថិភាពខ្លួនយើងផងដើម្បីការពារលំនឹងរបស់ខ្លួនយើងផងគឺយើងត្រូវដឹងខ្លួនឯងគឺថាអូខេលុយដុល្លារគឺយើងគួរទុកថែអាសារបៀបម៉េចហើយចុះមាសវិញយើងគួរតែធ្វើយ៉ាងម៉េចវិញដែរបាទ